ស្វាគមន៍មកកាន់ភាគទី5នៃដំណើរកំសាន្តទន្លេសៀមរាបបងអូនចានេះបន្ទាប់ពីខ្ញុំបានចាញ់ពីប្រាសាទប្រែរូបអីមកយើងដល់មកទៅញ៉ាំបាយថ្ងៃត្រង់ហើយខ្ញុំទៅញ៉ាំបាយហ្នឹងនៅភូមិព្រះដាក់អ្នកនរគ្នាឥឡូវនេះមកដល់កន្លែងញ៉ាំហើយរកកញ្ចុះរកអីអង្គុយបានហើយក្តៅហែងហ្មងបងអូនចង់ប្រេះក្បាលនេះប៉ុន្តែកន្លែងគាត់ហ្នឹងដើមឈើធំធំអង្គុយទៅតិចលហំហ្មងយើងរកកញ្ចុះអង្គុយឡើយណាទៅតិចមានដើមឈើអញ្ចឹងណាចាមានជាការចងកទេលចងអីដេកចាព្រោះមានជាអស់កម្លាំងជាខ្លាំងដើរឡើងទុនជើងហើយចាអ្នកទាំងអស់គ្នាឃើញចងរងហំហានហ្នឹងអត់មានបានដេកទេណាចាព្រោះម្នាក់មានតែគេចេះចងតែគាត់ឈរវិលវិលថាអូដួលបែកក្បាលហើយមិនបាច់ទេអង្គុយលើកញ្ចុះមកឡើយនេះអ៊ំគាត់លើកម្ហូបមកឲ្យខ្ញុំគាត់ឃើញមកទីហ្នឹងខ្ញុំឃ្លានហ្មងញ័រហើយអស់ហើយអ្នកទាំងអស់គ្នាយើងដើរមកព្រឹកហ្នឹងគឺអស់ខ្យល់មកដើរថតដាក់អីដល់ម៉ោងបាយឃ្លានបាយផងមុខអាមេរិកចាំស្រ័យទេម្នាក់បានម៉ោងបាយមកនេះឃើញមន់ឃើញអីហ្នឹងអូយឆ្ងាញ់ញាក់មកហើយពួកខ្ញុំមកនេះនឹងហៅម្ហូបមកឡើងប្រហែលមុខអ្នកទាំងអស់គ្នាមានមន់ផងមានស្អីគេជ្រូកអាំងជ្រូកដុតគេនោះផងមានទឹកប្រហុកផងមានសឡសាច់មន់ផងអូយបបោហោហៀបងអូនញ៉ាំហើយនាំគ្នាពុលបាយរៀងខ្លួនទៅរមបានចេញទៅទៀតឥឡូវនេះមកមើលម្ហូបយើងទៅណាអ្នកគ្នាហើយអ្នកគ្នាយើងបានដើរលេងនៅផ្សារហើយយើងក៏បានញ៉ាំបាយនៅភូមិព្រះដាក់ហើយឥឡូវនេះញ៉ាំបាយហើយនៅតោបកគាត់នេះមួយខ្សែសាច់ជ្រូកអាំងព្រះដាក់ហើយឥឡូវហ្នឹងយើងក៏ទៅចាបាយហើយមិនទាន់ទេនៅមានតរអាកោពួកគេល្បីអាកោខ្ទិះអ្នកទាំងអស់គ្នានិយាយទៅខ្ញុំមិនទៅជាចំណូលអាកោហ្មងនេះតែលើគេល្បីអញ្ចឹងយកទៅសាកមើលដែរចង់នឹងថាអាកោខ្ទិះនៅសៀមរាបនោះរសជាតិយ៉ាងណាអញ្ចឹងណាព្រោះយើងញ៉ាំតែអាកោនៅស្រុកយើងឥឡូវយើងមកញ៉ាំអាកោនៅសៀមរាបនោះថារសជាតិយ៉ាងណាយើងមកដល់កន្លែងអាកោស្នត់ខ្ទិះដាក់អញ្ចឹងយើងទៅញ៉ាំលក់មិនដែរបងទៅបអប់មើលទៅអប់មើលបងមកអប់មានម៉ាននំដែរបងប្រាប់បងបាទទៅមានអត់គឺស្រីឡងម៉ាននំបងដល់មកអប់នោះមើលបងមកដែរអត់គឺមកញ៉ាំអាកោខ្ទិះអំប៉ុន្តែខ្ញុំចេះធ្វើបាត់ទេព្រោះគេយកអប់3 4នេះឥឡូវមកធ្វើរសជាតិមិននិយាយទៅទិញភ្លាមញ៉ាំភ្លាមភ្លក់នៅនឹងហ្មងនៅភូមិព្រះដាក់នៅក្តៅណាស់គ្នាក្តៅហុយហុយអូឈ្ងុយមាននេះខ្ទិះមានខ្ទិះដែរដល់ទៅSoalnya aku pantai Bapak apa mau makan nasi